ការចេះប្រមាណគឺជាអំណោយទានដ៏អស្ចារ្យសូមជម្រាបសួរដល់ទស្សនិកជនទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេរៀនស្ដារសុខភាពអ្នកលេងកីឡាបាល់បោះដ៏ល្បីម្នាក់នៅក្នុងពេលថ្មីៗនេះមានឈ្មោះថា Michael Jordan ចលនាដ៏លឿននិងការស៊ុតបាល់របស់គាត់បានធ្វើឲ្យគាត់ក្លាយទៅជាអ្នកលេងកីឡាដ៏មានតម្លៃនិងមានសម្បត្តិស្ដុកស្ដម្ភម្នាក់មានបុរសវ័យក្មេងម្នាក់ទៀតបានចូលរួមលេងកីឡាបាល់បោះជាលក្ខណៈអាជីពក្រោយលោក Jordan បន្តិចមនុស្សជាច្រើនបានឃើញទេពកោសល្យដែលមិនគួរឲ្យជឿរបស់គាត់ហើយក៏បានទស្សន៍ទាយថាគាត់នឹងលេងកីឡាបាល់បោះបានល្អដូចលោក Jordan ឬក៏ល្អជាងលោក Jordan ទៅទៀតតែនៅព្រឹកមួយនោះកាសែតបានចុះផ្សាយដំណឹងអាក្រក់ថាអ្នកលេងកីឡាបាល់បោះវ័យក្មេងរូបនោះបានស្លាប់ទៅហើយបុរសវ័យក្មេងនោះបានចូលរួមក្នុងពិធីជប់លៀងជាមួយនឹងមិត្តភ័ក្តិរបស់គាត់ស្រាពី3កំប៉ុងបានធ្វើឲ្យគាត់គិតមិនបានត្រឹមត្រូវដូច្នេះហើយគាត់បានសម្រេចចិត្តសាកប្រើប្រាស់ថ្នាំញៀនកូកាអ៊ីនបន្ទាប់មកខ្លួនប្រាណរបស់គាត់បានចាប់ផ្ដើមមានប្រតិកម្មហើយគាត់ក៏បានស្លាប់បាត់បង់ជីវិតទៅដំណឹងនេះបានធ្វើឲ្យក្រុមគ្រួសារនិងមិត្តភ័ក្តិរួមក្រុមរបស់គាត់មានការតក់ស្លុតជាខ្លាំងអនាគតរបស់គាត់បានរលាយសាបសូន្យបាត់ទៅរីឯលោក Michael Jordan វិញបានជ្រើសរើសមិនប៉ះពាល់គ្រឿងញៀនឬស្រាតាំងពីយូរមកម្ល៉េះគាត់បន្តជីវិតរបស់គាត់ដោយគិតតែពីបោះបាល់យ៉ាងណាឲ្យបានល្បីឈ្មោះនិងមានជោគវាសនាល្អដើម្បីទទួលបានជោគជ័យក្នុងនាមជាអត្ថពលិកត្រូវតែខំហ្វឹកហាត់យ៉ាងសម្បើមអត្ថពលិកទាំងអស់ត្រូវតែចេះគ្រប់គ្រងលើស្មារតីរបស់ខ្លួនឲ្យបានច្រើនពួកគេត្រូវតែជំរុញខ្លួនឯងឲ្យធ្វើការហាត់ប្រាណជារៀងរាល់ថ្ងៃពួកគេត្រូវតែជៀសវាងស្រានិងគ្រឿងញៀនផ្សេងៗពួកគេត្រូវតែញ៉ាំអាហារណាដែលល្អបំផុតសម្រាប់សុខភាពទោះជាអាហារផ្សេងទៀតមើលទៅហាក់ដូចជាឆ្ងាញ់ជាងក៏ដោយតើពួកគេមានអារម្មណ៍ថាការស៊ូទ្រាំនិងការលំបាករបស់ពួកគេមានអត្ថប្រយោជន៍សម្រាប់គេដែរឬទេចម្លើយគឺមាននៅពេលដែលពួកគេចូលរួមជាក្រុមហើយទទួលបានពិន្ទុឈ្នះគេឬក៏រត់ដល់ទីមុនគេនោះពួកគេត្រេកអរដែលគេចេះគ្រប់គ្រងលើខ្លួនឯងចុះចំណែកអ្នកវិញតើការប្រណាំងប្រជែងអ្វីដែលអ្នកកំពុងតែចង់យកឈ្នះតើអ្នកកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺដែលគំរាមកំហែងដល់អាយុជីវិតឬតើអ្នកកំពុងតែចង់យកឈ្នះលើសេចក្តីស្លាប់ដើម្បីឲ្យអ្នកអាចមានក្តីសុខជាមួយនឹងកូនឬក៏ចៅរបស់អ្នកឲ្យបានយូរអង្វែងឬប្រហែលជាអ្នកកំពុងតែចង់ធ្វើឲ្យបានល្អបំផុតក្នុងនាមជាសិស្សឬជាអ្នកជំនួញហើយមើលទៅអ្នកត្រូវតែឈ្នះដើម្បីភាពជោគជ័យនៅក្នុងជីវិតមានគន្លឹះដើម្បីភាពជោគជ័យមួយនៅក្នុងកម្មវិធីស្ដារសុខភាពនេះផ្នែកមួយទៀតនៃកម្មវិធីនេះគឺការចេះប្រមាណឬការចេះគ្រប់គ្រងស្មារតីការចេះប្រមាណនឹងផ្ដល់ឲ្យអ្នកនូវគំនិតជ្រះថ្លានិងរាងកាយពោរពេញទៅដោយថាមពលការចេះគ្រប់គ្រងស្មារតីគឺជាការជ្រើសរើសអ្វីមួយដោយឆ្លាតវៃការគ្រប់គ្រងស្មារតីប្រៀបបានដូចជាផ្លូវដ៏តូចចង្អៀតមួយដែលស្ថិតនៅលើជួរកំពូលភ្នំដ៏ចោតដូច្នោះដែរសូមពិចារណាពីអត្ថពលិកស្រីម្នាក់ដោយឧបមាថាគាត់កំពុងតែរត់លើផ្លូវតូចចង្អៀតនោះម្យ៉ាងទៀតគឺជាអ្វីដែលគាត់ត្រូវជៀសវាងដូចជាគ្រឿងញៀនស្រានិងថ្នាំជក់គាត់ដឹងថាទម្លាប់មិនល្អទាំងនេះប្រៀបបានដូចជាថ្នាំពុលដែលនឹងបំផ្លិចបំផ្លាញរាងកាយរបស់គាត់មិនដែលផឹកថ្នាំពុលសូម្បីតែបន្តិចដូច្នេះហើយសូម្បីតែប៉ះវាក៏មិនព្រមប៉ះដែរនេះហើយគឺជាការចេះគ្រប់គ្រងស្មារតីដែលអាចបដិសេធបានទាំងស្រុង
នៅអ្វីដែលអាចបំពុលដល់រាងកាយរបស់យើងចំណែកនៅម្ខាងទៀតវិញគឺជាការប្រើប្រាស់អ្វីមួយលើសកំណត់រួមទាំងរបស់ល្អផងដែរគាត់ដឹងថាការញ៉ាំខ្លាញ់ស្ករឬអំបិលច្រើនពេកអាចបណ្ដាលឲ្យកើតមានបញ្ហាជាច្រើនដូចជាកើតជំងឺទឹកនោមផ្អែមធាត់ជ្រុលនិងកើតជំងឺបេះដូងដូច្នេះហើយគាត់បានប្រើប្រាស់របស់ទាំងនោះតិចតួចបំផុតគាត់ក៏បានដឹងដែរថាទោះបីជាអាហារនោះល្អយ៉ាងណាក៏ដោយបើញ៉ាំច្រើនពេកក៏អាចបណ្ដាលឲ្យមានបញ្ហាក្នុងការរំលាយអាហារនិងធ្វើឲ្យអស់កម្លាំងខ្លាំងដែរយើងក៏ត្រូវតែរត់ឲ្យចំទ្រូងផ្លូវនៃការចេះគ្រប់គ្រងស្មារតីដែរការធ្វើបែបនេះអាចជួយយើងមិនឲ្យរអិលមិនថាចូលទៅក្នុងជ្រោះដែលនាំឲ្យកើតសេចក្តីវេទនាឬក៏ស្លាប់ទាំងក្មេងនោះឡើយការចេះគ្រប់គ្រងស្មារតីមានន័យថាយើងជៀសវាងនៅអ្វីដែលមិនល្អជាដាច់ខាតហើយប្រើប្រាស់នៅអ្វីដែលល្អឲ្យបានត្រឹមត្រូវសមល្មមនៅពេលដែលអ្នករៀនមេរៀននេះសូមមានសេចក្តីក្លាហានក្នុងការពិនិត្យមើលការប្រព្រឹត្តរបស់ខ្លួនដើម្បីរកឲ្យឃើញនៅចំណុចណាដែលអ្នកអាចនឹងរអិលធ្លាក់ចេញពីការមានសុខភាពល្អនិងសុភមង្គលសូមស្រាវជ្រាវឲ្យឃើញផងដែរនៅវិធីសាស្ត្រថ្មីៗដើម្បីជួយឲ្យអ្នកបន្តដំណើរនៅលើផ្លូវដែលត្រឹមត្រូវការជួបជាមួយនឹងឃាតករដ៏កំណាចនៅលើពិភពលោកវាបានសម្លាប់មនុស្ស4លាននាក់នៅឆ្នាំមុនក្នុងចំណោមមនុស្សដែលបានស្លាប់នោះគឺមានខ្លះជាទារកដែលកំពុងតែនៅក្នុងផ្ទៃម្ដាយនៅឡើយវាបានធ្វើឲ្យកុមារនិងយុវវ័យคล้ายទៅជាទាសកររបស់វាបានចម្លងជំងឺកាចសាហាវផ្សេងទៅមនុស្សហើយបណ្ដាលឲ្យពួកគេមានការឈឺចាប់រហូតដល់ស្លាប់តើវាជានរណាតើយើងគួរតែចាប់វាដាក់គុកដែរឬទេឈ្មោះរបស់ឃាតករនេះគឺថ្នាំជក់នៅក្នុងឆ្នាំនេះវាបានសម្លាប់មនុស្សនៅលើពិភពលោកបានច្រើនជាងជំងឺអេដស៍ឃាតកម្មគ្រោះថ្នាក់ចរាចរណ៍ភ្លើងឆេះនិងការប្រើប្រាស់គ្រឿងញៀនទៅទៀតគ្រាន់តែរាប់ដល់10នោះនឹងមានមនុស្សម្នាក់ទៀតនឹងត្រូវស្លាប់ដោយសារការមិនឈប់ជក់បារីតើអ្នកឬក៏អ្នកណាម្នាក់ដែលអ្នកស្គាល់គឺជាមនុស្សម្នាក់ស្ថិតនៅក្នុងចំណោមអ្នកជក់បារី1100លាននាក់នៅក្នុងពិភពលោកនេះដែរឬទេតើអ្នកដឹងថាអ្នកជក់បារីច្រើនឆាប់ស្លាប់មុនអ្នកដែលមិនជក់បារី8ឆ្នាំដែរឬទេបារីមួយដើមអាចកាត់បន្ថយជីវិតមនុស្សអស់ប្រហែលជា7នាទីហេតុអ្វីបានជាការជក់បារីមានផលអាក្រក់យ៉ាងនេះផ្សែងបារីមានផ្ទុកជាតិគីមីដល់ទៅ4000ប្រភេទខុសៗគ្នាហើយនៅក្នុងនោះមានជាតិគីមីចំនួន43ប្រភេទគឺជាភ្នាក់ងារបង្កជំងឺមហារីកសារជាតិពុលនៅក្នុងផ្សែងទាំងនោះបង្កឲ្យមានបញ្ហាដល់គ្រប់ជាលិកានៅក្នុងរាងកាយរបស់យើងដែលនាំឲ្យកើតជំងឺមហារីកសួតជំងឺរំហៀខ្យល់ជំងឺដំបៅក្រពះជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលជាដើមសារធាតុគីមី2យ៉ាងនៃសារធាតុដ៏អាក្រក់នៅក្នុងថ្នាំជក់គឺនីកូទីននិងកាបូនម៉ូណូអុកស៊ីតជាតិនីកូទីនធ្វើឲ្យខួរក្បាលមានអារម្មណ៍ល្អពី3នាទីហើយបន្ទាប់មកក៏បាត់ទៅវិញក្រោយមកទៀតអ្នកជក់បារីនឹងមានអារម្មណ៍មិនសុខហើយក៏ចង់បានអារម្មណ៍ដូចកាលពីមុនទៀតបារីមួយដើមទៀតនឹងជួយឲ្យមានអារម្មណ៍
ល្អឡើងវិញបានប៉ុន្តែបានត្រឹមតែមួយផ្លេតប៉ុណ្ណោះបន្ទាប់មកអារម្មណ៍ល្អបែបនោះក៏នឹងបាត់ទៅវិញនៅគ្រានោះដែរជាតិនីកូទីនក៏ធ្វើទុកដល់រាងកាយវារឹតបន្តឹងសរសៃឈាមក៏រួមតូចចង្អៀតនិងរឹងបន្តិចម្ដងជាតិកាបូនម៉ូណូអុកស៊ីតដណ្ដើមយកកន្លែងរបស់អុកស៊ីសែនដែលភ្ជាប់ទៅនឹងកោសិកាឈាមក្រហមដែលរាងកាយត្រូវការដើម្បីឲ្យមានជីវិតជាក់ស្ដែងការប្រើប្រាស់ថ្នាំជក់គឺជាមូលហេតុដ៏ចម្បងដែលធ្វើឲ្យមនុស្សស្លាប់ដោយសារជំងឺបេះដូងឃាតករដែលជាថ្នាំជក់នេះសប្បាយក្នុងការសម្លាប់ទាំងមនុស្សប្រុសនិងមនុស្សស្រីការជក់បារីនេះជាមូលហេតុដែលបណ្ដាលឲ្យកើតមានជំងឺមហារីកលើបុរសចំនួន2ភាគ3និងស្ត្រីចំនួនពាក់កណ្ដាលនៃករណីជំងឺមហារីកទាំងអស់នៅក្នុងប្រទេសថៃលោក Thomas Jacquelin ជាប្រធានផ្នែកវិទ្យាសាស្ត្រស្រាវជ្រាវពីជំងឺមហារីកបានមានប្រសាសន៍ថាត្រឹមតែជក់បារីចាប់ពី1ទៅ4ដើមក្នុងមួយថ្ងៃពិតជាអាចបង្កើននៅអត្រាជំងឺបេះដូងហើយនិងជំងឺមហារីកបានការជក់បារីក៏អាចធ្វើឲ្យមនុស្សប្រុសបាត់បង់សមត្ថភាពផ្នែកបន្តពូជដោយធ្វើឲ្យមេជីវិតឈ្មោលរបស់ពួកគេមិនគ្រប់លក្ខណៈអ្នកប្រហែលជាមិនមែនជាអ្នកជក់បារីទេប៉ុន្តែអ្នកតែងតែនៅក្បែរអ្នកជក់បារីសូមប្រយ័ត្នការចំណាយពេល1ម៉ោងនៅក្នុងបន្ទប់តូចមួយដែលមានផ្សែងបារីអាចបណ្ដាលឲ្យអ្នកមានគ្រោះថ្នាក់ស្មើនឹងការជក់បារីមួយដើមដែរមនុស្សអាចកើតជំងឺមហារីកពីការស្រូបផ្សែងបារីបានទារកដែលកើតពីម្ដាយដែលជក់បារីមានទម្ងន់ស្រាលមានជំងឺច្រើននិងងាយស្លាប់ជាងទារកដែលកើតពីម្ដាយដែលមិនជក់បារីទារកទាំងនោះភាគច្រើនមានទម្ងន់ស្រាលហើយមិនសូវជាឆ្លាតទេឥឡូវនេះសូមរីករាយសន្តាប់នៅរឿងមួយដូចតទៅលោកឆោឡាដែលជាអ្នកជក់បារីតាំងពីយូរមកនោះបានព្យាយាមផ្ដាច់បារីពេញមួយជីវិតរបស់គាត់ព្យាយាមផ្ដាច់បារីណាស់តែម្ដងណាក៏មិនបានសម្រេចដែរគាត់បានក្រឡេកមើលបុរសវ័យក្មេង 3-4 នាក់ដែលនៅក្បែរគាត់ហើយគាត់បានប្រាប់ពួកគេដោយក្រៀមក្រំតែមើងម៉ាត់ថាបើសិនជាអាចខ្ញុំមិនចាប់ផ្ដើមជក់បារីទេសូមកុំចាប់ផ្ដើមជក់បារីឲ្យសោះវាបានបំផ្លាញសុខភាពរបស់ខ្ញុំបំផ្លាញលុយរបស់ខ្ញុំហើយធ្វើឲ្យខ្ញុំមានបញ្ហាសុខភាពជាច្រើនខ្ញុំញៀនបារីហើយខ្ញុំប្រៀបបានដូចជាទេសកលរបស់វាអញ្ចឹងដែរខ្ញុំគួរតែមានជីវិតដែលប្រសើរជាងនេះបើសិនជាខ្ញុំមិនបានចាប់ផ្ដើមជក់បារីទេនោះតើអ្នកនៅក្មេងឬតើអ្នកចង់ទទួលបាននៅលទ្ធផលនៃការជក់បារីដូចជាមានក្លិនមាត់មិនល្អធ្មេញនិងក្រចកឡើងពណ៌ឆាប់នឿយហត់ក្នុងការលេងកីឡានិងអស់លុយកាក់ច្រើនដែរឬទេបើសិនជាអ្នកមិនចង់ទេគ្រាន់តែឆ្លើយតបទៅកាន់មិត្តភក្តិថាទេអរគុណហើយខ្ញុំមិនចង់ជក់បារីទេការជក់បារីធ្វើឲ្យខាតបង់លើសពីសុខភាពទៅទៀតពីព្រោះលុយកាក់ដែលមនុស្សចំណាយទៅលើបារីនោះគឺឆេះនៅក្នុងផ្សែងភ្លើងអស់នៅក្នុងប្រទេសខ្មែរយើងបើសិនជាមនុស្សម្នាក់ជក់បារីមួយថ្ងៃមួយកញ្ចប់តម្លៃ 3,000 រៀលនោះគាត់នឹងចំណាយលុយរហូតដល់ 985,500 រៀលក្នុងមួយឆ្នាំឯណោះលុះដល់10ឆ្នាំក្រោយមកលុយនឹងកើនទៅដល់ 9,855,000 រៀល
តើអ្នកអាចទិញអ្វីបានខ្លះជាមួយនឹងលុយចំនួននេះ តើខ្ញុំអាចផ្ដាច់ពីបារីបានទេ បើសិនជាអ្នកជក់បារីបន្ទាប់ពីបានឮដំណឹងនេះហើយតើអ្នកចង់ផ្ដាច់បារីដែរឬទេ អ្នកអាចផ្ដាច់បានដោយចាប់ផ្ដើមឈប់ជក់បារីចាប់ពីពេលនេះតទៅដំណឹងល្អនោះគឺបើសិនជាអ្នកឈប់ជក់បារីនោះសួតរបស់អ្នកនឹងចាប់ផ្ដើមជួសជុលទ្រង់ទ្រាយរបស់វាដោយខ្លួនឯងភ្លាមមិនយូរទេអ្នកនឹងមានអារម្មណ៍ល្អជាងមុនញ៉ាំអាហារបានឆ្ងាញ់ជាងមុនហើយថែមទាំងមានការអត់ធ្មត់និងមានកម្លាំងច្រើនជាងមុនផងដែរអត្ថប្រយោជន៍ក្នុងរយៈពេលវែងដែលអ្នកនឹងទទួលបានពីការឈប់ជក់បារីនោះគឺអ្នកអាចកាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺមហារីកសួតបាន30ទៅ50% អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកផ្លោកនោមបាន50% ហើយក៏អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺសរសៃឈាមបេះដូងបាន50% ផងដែរចូលឈប់ជក់បារីឥឡូវនេះដើម្បីកុំឲ្យហួសពេលមនុស្សមួយចំនួនបានគិតថាបើសិនជាការជក់បារីមិនល្អពួកគេគួរតែទំពាថ្នាំជក់ជំនួសឲ្យការជក់វិញប៉ុន្តែការទំពាថ្នាំជក់អាចបង្កឲ្យកើតជំងឺមហារីកនៅត្រង់ចំណុចណាដែលថ្នាំជក់បានប៉ះរាប់បញ្ចូលទាំងបបូរមាត់បំពង់កបំពង់ខ្យល់បំពង់អាហារបំពង់សម្លេងក្រពះថ្លើមផ្លោកនោមតម្រង់នោមនិងពោះវៀនធំជាដើមការទំពាថ្នាំជក់ក៏អាចបង្កើននូវគ្រោះថ្នាក់នៃជំងឺគាំងបេះដូងនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបានដែរតើការទំពាស្លាអាចធ្វើទុក្ខទោសដល់មនុស្សដែរឬទេពិតជាអាចការទំពាស្លាអាចបណ្ដាលឲ្យកើតជំងឺមហារីកនៅតាមបបូរមាត់អណ្ដាតបំពង់កមាត់និងបំពង់អាហារស្ត្រីដែលទំពាស្លាអាចមានបញ្ហាលើផ្លូវតម្រង់នោមនិងកើតជំងឺមហារីកស្បូនជាដើមសាងឡើងសម្រាប់ឲ្យធ្វើការភ្នែកដ៏អស្ចារ្យតើអ្នកធ្លាប់បានកត់សម្គាល់កូនបាល់ទូចពីរដែលស្ថិតនៅខាងលើច្រមុះហើយត្រូវបានការពារយ៉ាងល្អដោយត្របកភ្នែកដែលព្រិចយ៉ាងលឿនដែរឬទេប្រុសស្រីភ្នែកដែលប្រែប្រួលទំហំទៅតាមបរិមាណពន្លឺតិចឬច្រើនហើយផ្ដិតយករូបភាពនៃដើមឈើធំខ្ពស់និងផ្កាតូចផងដែរព័ត៌មានរាប់ពាន់ត្រូវបានបញ្ជូនពីប្រុសស្រីភ្នែកទៅកាន់ខួរក្បាលដើម្បីឲ្យអ្នកអាចសប្បាយភ្នែកជាមួយនឹងពណ៌ដ៏ស្រស់ស្អាតរបស់ឥន្ធនូភ្នែករបស់អ្នកមានសមត្ថភាពខ្លាំងជាងកាមេរ៉ាវីដេអូទៅទៀតអ្នកមានសិទ្ធិសម្រេចចិត្តឲ្យអ្វីឆ្លងកាត់តាមភ្នែកដែលជាច្រកទ្វារទៅកាន់ខួរក្បាលឬឆ្លងកាត់តាមត្រចៀកច្រមុះនិងមាត់របស់អ្នកបានតើអ្នកត្រេកអរដែរឬទេនៅពេលដែលអ្នកមានភ្នែកដ៏អស្ចារ្យបែបនេះតើអ្នកចង់ថែទាំភ្នែករបស់អ្នកឲ្យបានល្អដែរឬទេរក្សាអនាម័យព្រះវិហារគ្មាននរណាបោះសម្រាមចូលទៅក្នុងព្រះវិហារទេព្រះវិហារគឺជាកន្លែងដ៏ពិសេសដែលត្រូវបានរក្សាឲ្យស្អាតសម្រាប់ពិធីសាសនាផ្សេងរាងកាយរបស់យើងប្រៀបបានដូចជាព្រះវិហារដែលមានអ្វីពិសេសកើតឡើងយើងប្រើប្រាស់គំនិតសម្រាប់គិតវិភាគអធិដ្ឋាននិងធ្វើការជ្រើសរើសយើងតាក់ទងជាមួយនឹងគ្រួសារមិត្តភ័ក្តិគ្រូបង្រៀននិងមិត្តរួមការងារតាមរយៈរាងកាយរបស់យើងបើសិនជារាងកាយរបស់យើង
ប្រៀបបានដូចជាព្រះវិហារមែននោះយើងនឹងមិនចង់ចោលសម្រាមចូលទៅក្នុងរាងកាយរបស់យើងទេយើងប្រកាសជាចង់ឲ្យរាងកាយរបស់យើងបានបរិសុទ្ធហើយស្អាតជានិច្ចដូច្នេះហើយបានយើងត្រូវតែប្រុងប្រយ័ត្នចំពោះអ្វីដែលអាចបង្កគ្រោះថ្នាក់ដល់រាងកាយរបស់យើង ចិត្តស្ងប់រក្សាមិត្តភាព មិនមែនត្រឹមតែផ្នែកសុខភាពប៉ុណ្ណោះទេដែលយើងត្រូវចេះគ្រប់គ្រងចិត្តខ្លួនឯងនោះតែការចេះគ្រប់គ្រងស្មារតីជួយដល់ទំនាក់ទំនងរបស់យើងបានយ៉ាងល្អផងដែរអ្នកដែលចេះគ្រប់គ្រងលើកំហឹងនិងការអាក់អន់ចិត្តដោយជ្រើសរើសលើកលែងទោសឲ្យគេតែងតែមានទំនាក់ទំនងល្អជាងអ្នកដែលមិនចេះគ្រប់គ្រងលើស្មារតីរបស់ខ្លួនអ្នកដែលចូលចិត្តបញ្ចេញកំហឹងតែងតែជួបប្រទះបញ្ហាយ៉ាងធ្ងន់ធ្ងរជាមួយនឹងចៅវាយនាយប្តីឬប្រពន្ធនិងមិត្តភក្តិជាដើមចូលមើលការសង្ខេបនៃការព្រោះគ្រាប់ស្រងាយខាងក្រោមហើយគិតអំពីពេលដែលអ្នកមានការឈឺចាប់ដោយព្រោះតែអ្នកឬអ្នកដទៃមិនបានគ្រប់គ្រងលើស្មារតីរបស់ខ្លួននៅពេលមានបញ្ហា ការសាបព្រោះស្រងាយកង្វះខាតនៅការចេះគ្រប់គ្រងលើស្មារតី ពាក្យខឹងសម្បានិងការនិយាយដើមគេបង្កឲ្យមានបញ្ហាជាច្រើនសេចក្តីប៉ងប្រាថ្នានិងកង្វះខាតនៅភាពស្មោះត្រង់អាចនាំមកនៅជំងឺអេដស៍និងការខូចចិត្តការជក់បារីបង្កឲ្យកើតជំងឺមហារីកសួតភាពលោភលន់អាចបណ្ដាលឲ្យមានការលួចឆក់ការប្លន់និងការចាប់ដាក់គុកច្រវាក់ជាដើមស្រាអាចបង្កឲ្យមនុស្សមានរបួសស្នាមនិងមានគ្រោះថ្នាក់រហូតដល់ស្លាប់ការមើលទូរទស្សន៍និងការលេងល្បែងតាមវីដេអូច្រើនពេកអាចបណ្ដាលឲ្យបរាជ័យក្នុងការរៀនសូត្រគ្រឿងញៀនអាចធ្វើឲ្យក្រុមគ្រួសារទាំងមូលបែកបាក់គ្នាចូលគិតពីចំណុចមួយផ្សេងទៀតដែលការចេះគ្រប់គ្រងលើស្មារតីអាចជួយសង្គ្រោះដល់អាយុជីវិតបានស្រាមិត្តក្នុងពិធីជប់លៀងឬក៏សត្រូវដ៏ពឹសពុល លោកប៊ិនបានគិតថាពិធីជប់លៀងនៅពេលយប់មុខជាអស្ចារ្យខ្លាំងណាស់នៅពេលល្ងាចថ្ងៃមួយគាត់បានចាប់ផ្ដើមមានអារម្មណ៍ភ័យព្រោះគាត់គឺជាសមាជិកថ្មីមួយនៅក្នុងពិធីជប់លៀងដែលមានមនុស្សជាច្រើនកក់កុញបន្ទាប់ពីញ៉ាំស្រាបៀរពី3កំប៉ុងហើយគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ល្ហែលហើយនៅពេលដែលជាស្រានៅក្នុងខួរក្បាលរបស់គាត់ចាប់ផ្ដើមបំភាន់ការពិតគាត់ក៏ចាប់ផ្ដើមភ្លេចពីបញ្ហារបស់គាត់ហើយមានទំនុកចិត្តលើខ្លួនឯងច្រើនជាងមុនទៅទៀតគាត់បានគិតថាគាត់បានរាប់អានមិត្តភ័ក្តិថ្មីៗជាច្រើនហើយមនុស្សទាំងអស់ហាក់ដូចជាអស់សំណើចនឹងរឿងកំប្លែងរបស់គាត់ខ្លាំងណាស់ប៉ុន្តែតើឥឡូវនេះគាត់នៅឯណាគាត់រន្ធត់ចិត្តខ្លាំងណាស់នៅពេលដែលដឹងថាគាត់នៅក្នុងគុកបន្ទាប់ពីបានជប់លៀងរួចគាត់បានបើកឡានមកផ្ទះវិញទាំងស្រវឹងហើយនៅពេលដែលគាត់បើកឆ្លងកាត់ផ្លូវគាត់បានបុកមនុស្សម្នាក់ដែលកំពុងតែជិះម៉ូតូបណ្ដាលឲ្យស្លាប់ជីវិតរបស់គាត់នឹងមិនអាចដូចដើមទៀតឡើយអ្នកឃោសនាបានផ្សព្វផ្សាយថាអ្នកភ័ក្រស្រាគឺជាមនុស្សរឹងមាំសង្ហាហើយរីករាយពួកគេមិនបានប្រាប់យើងថាស្រាគឺជាឃាតករដែលនៅពីក្រោយបទឧក្រិដ្ឋប្រហែលជាពាក់កណ្ដាលនៃបទឧក្រិដ្ឋដ៏ឃោរឃៅទាំងអស់ដូចជាអំពើឃាតកម្មនិងការចាប់រំលោភនោះទេស្រាក៏បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ចិត្តពាក់កណ្ដាលដែរខ្សែភាពយន្តអាចបោកប្រាស់យើង
ដោយបង្ហាញឲ្យយើងឃើញថាមនុស្សហាក់ដូចជាសប្បាយរីករាយនៅពេលដែលពួកគេផឹកស្រាជុំគ្នាខ្សែភាពយន្តមិនបានបង្ហាញថាស្រាគឺជាអ្នកនៅពីក្រោយវិវាទនៅក្នុងគ្រួសារនិងការលេងលះគ្នាជាច្រើននោះទេគ្រាន់តែផឹកស្រាពីកំប៉ុងអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់យើងចុះខ្សោយដែលជាហេតុធ្វើឲ្យមានការពិបាកក្នុងការប្រយុទ្ធជាមួយនឹងបាក់តេរីនិងវីរុសផ្សេងៗអ្នកផឹកស្រាកម្រិតមធ្យមក៏ងាយនឹងឆ្លងជំងឺអេដស៍បើសិនជាពួកគេប៉ះពាល់មេរោគហៀវនោះស្រាបណ្ដាលឲ្យមនុស្សមានការថប់បារម្ភនិងការបាក់ទឹកចិត្តហើយស្រាក៏តែងតែជាមូលហេតុដែលធ្វើឲ្យមនុស្សធ្វើអត្តឃាតដែរព្រះគម្ពីរបានចែងថាឯស្រាទំពាំងបាយជូរជារបស់បញ្ឆោតមើលងាយហើយគ្រឿងស្រវឹងបង្កើតការលោឡាអ្នកណាដែលវង្វេងដោយគ្រឿងទាំងពីរនោះឈ្មោះថាគ្មានប្រាជ្ញាសុភាសិតចំពុក20ខ1គ្រោះថ្នាក់ដល់រាងកាយដោយសារស្រាឆក់យកមនុស្សចេញពីគ្រួសាររបស់ពួកគេដោយធ្វើឲ្យពួកគេស្លាប់ប្រព្រឹត្តអំពើហិង្សានិងជួបឧបទ្ទវហេតុដ៏គួរឲ្យរន្ធត់ជាតិស្រាសាយភាយពេញរាងកាយរបស់យើងបានយ៉ាងឆាប់រហ័សហើយវានឹងបំផ្លាញនៅត្រង់ចំណុចណាដែលវាទៅដល់ជាតិស្រាកាត់ស៊ីស្រទាប់ក្រពះខាងក្នុងដែលបណ្ដាលឲ្យកើតដំបៅក្នុងក្រពះអ្នកផឹកស្រាល្មមកើតជំងឺមហារីកទ្វេដងលើសអ្នកដែលមិនផឹកហើយអ្នកដែលផឹកស្រាច្រើនអាចកើតជំងឺមហារីក8ដងលើសអ្នកដែលមិនផឹកស្ត្រីដែលផឹកស្រាកើតជំងឺមហារីកសូដន 46% ច្រើនជាងស្ត្រីដែលមិនផឹកស្រាជាពិសេសថ្លើមងាយនឹងទទួលគ្រោះថ្នាក់ខ្លាំងណាស់ដោយសារស្រាថ្លើមនឹងប្រែទៅជារឹងដូចថ្មរហូតដល់ធ្វើឲ្យឈាមពិបាកជ្រៀតចូលដោយសារតែថ្លើមមានស្នាមប្រេះបែកពោះរបស់មនុស្សនឹងរីកធំឡើងហើយមានមនុស្សជាច្រើនបានហូរឈាមខាងក្នុងរហូតដល់ស្លាប់មនុស្សមួយចំនួនបានគិតថាការញ៉ាំស្រាបន្តិចបន្តួចអាចមានប្រយោជន៍សម្រាប់បេះដូងតាមការស្រាវជ្រាវថ្មីនេះបានបង្ហាញថាគំនិតនេះពិតជាមិនត្រឹមត្រូវទេស្រាអាចបំផ្លាញបេះដូងបានការញ៉ាំផ្លែឈើជាពិសេសផ្លែទំពាំងបាយជូរការញ៉ាំបន្លែការហាត់ប្រាណការផឹកទឹកស្អាតនិងការចេះគ្រប់គ្រងស្មារតីគឺជាវិធីដ៏ប្រសើរបំផុតក្នុងការជួយឲ្យបេះដូងមានសុខភាពល្អតើអ្នកចង់មានគំនិតស្រស់ថ្លាហើយវាងវៃដែរឬទេសូម្បីតែបរិមាណស្រាដ៏តិចតួចបំផុតក៏អាចបំផ្លាញកោសិកាខួរក្បាលរបស់អ្នកបានដែរបន្ទាប់ពីជំងឺវង្វេងវង្វាន់ស្រាគឺជាមូលហេតុដ៏ធំបំផុតទី2ដែលបណ្ដាលឲ្យកើតជំងឺសរសៃប្រសាទជាពិសេសជាតិស្រានឹងវាយប្រហារផ្នែកខាងមុខនៃខួរក្បាលរបស់យើងដែលជាកន្លែងដែលយើងប្រើដើម្បីវែកញែករោគខុសត្រូវស្រាធ្វើឲ្យខួរក្បាលដើរយឺតដែលជាមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់រហូតដល់ស្លាប់ក្នុងរវាងបុណ្យចូលឆ្នាំថ្មីហើយនឹងថ្ងៃឈប់សម្រាកផ្សេងទៀតស្រាក៏ធ្វើឲ្យខួរក្បាលរបស់យើងពេញចិត្តនឹងធ្វើអ្វីដែលយើងដឹងថាខុសនោះផងដែរគ្មានអ្វីគួរឲ្យឆ្ងល់ទេដែលមេដឹកនាំផ្នែកសាសនាតាំងពីរាប់សតវត្សមកហើយបានជំរុញឲ្យមនុស្សជៀសចេញឲ្យឆ្ងាយពីស្រាព្រះគម្ពីរបានចែងថាកុំឲ្យមើលស្រាទំពាំងបាយជូរក្នុងកាលដែលមានពណ៌ក្រហមគឺក្នុងកាលដែលព្រួចពពុះនៅក្នុងកែវហើយហូរចុះទៅ
ទៅដោយស្រួលនោះឡើយត្បិតដល់ចុងបំផុតនឹងចកដូចជាពស់វិញហើយអុចដូចជាពស់ហនុមានផងសុភាសិតចំពុក23ខ31និងខ32ស្រាមិនមែនជាមិត្តល្អរបស់យើងនោះទេប៉ុន្តែវាជាសត្រូវដ៏ពឹសពុលរបស់យើងការគ្រប់គ្រងស្មារតីលែងបានយើងក៏ត្រូវដឹងដែរថាការភើស្រាញឹកញាប់នាំឲ្យមនុស្សឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតដែលវាមិនត្រឹមតែបំផ្លាញដល់សុខភាពប៉ុណ្ណោះទេតែអាចនាំឲ្យមនុស្សជាប់គុកឬក៏ស្លាប់ទៀតផងតើមានប៉ុន្មានករណីហើយដែលយើងបានឮអំពីមនុស្សដែលបានជាប់ក្នុងសំណាញ់គ្រឿងញៀននិងអំពើហិង្សានោះហើយឥឡូវនេះសូមរីករាយសន្តាប់នៅរឿងមួយដូចតទៅមានបរិសុទ្ធវ័យក្មេងម្នាក់ឈ្មោះរេបានព្យាយាមឈប់ផឹកស្រាអស់រយៈពេលជាយូរមកហើយរាល់ពេលដែលគាត់ផឹកស្រាម្ដងគាត់តែងតែចាក់គ្រឿងញៀនផងដែរប្រពន្ធរបស់គាត់បានចាក់ចេញពីគាត់ហើយគាត់ចង់ធ្វើជាគំរូល្អដល់កូនប្រុសជំទង់របស់គាត់ខ្លាំងណាស់នៅថ្ងៃច័ន្ទមួយគាត់បានសម្រេចចិត្តឈប់ផឹកស្រាគាត់បានផ្ដាច់ស្រារហូតដល់ថ្ងៃសុក្រតែក្រោយមកមិត្តរបស់គាត់បានបបួលគាត់ផឹកស្រានៅពេលចេញពីធ្វើការលោករេបានគិតថាគាត់អាចផឹកស្រាបៀរពី3កំប៉ុងបានរឿងបន្ទាប់ដែលគាត់បានដឹងនោះគឺនៅថ្ងៃចុងសប្តាហ៍របស់គាត់បានប្រែក្លាយទៅជាពេលវេលាស៊ីផឹកនិងការប្រើប្រាស់គ្រឿងញៀនដ៏វែងអន្លាយការផឹកស្រានិងការប្រើប្រាស់គ្រឿងញៀនបំផ្លាញសុខភាពមុខជំនួញនិងក្រុមគ្រួសាររបស់គាត់ក៏ដឹងដែរថាគាត់ត្រូវចេះគ្រប់គ្រងស្មារតីឲ្យបានច្រើនប៉ុន្តែមិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីឲ្យគាត់អាចគ្រប់គ្រងលើស្មារតីរបស់គាត់បានល្អនោះទេមុននឹងយើងស្រាវជ្រាវពីអ្វីដែលលោករេបានរកឃើញចូលយើងគិតពីបញ្ហាដែលយើងកំពុងតែជួបប្រទះជាមួយគ្នាមនុស្សគ្រប់រូបមានការលំបាកក្នុងការគ្រប់គ្រងលើស្មារតីរបស់ខ្លួនឲ្យបានល្អទោះបីជាពួកគេមិនជក់បារីមិនផឹកស្រាឬមិនប្រើប្រាស់គ្រឿងញៀនក៏ដោយយើងដឹងថាអ្វីត្រឹមត្រូវប៉ុន្តែយើងពិបាកនឹងធ្វើវាណាស់តើខ្ញុំអាចបំពេញការគ្រប់គ្រងស្មារតីរបស់ខ្ញុំឡើងវិញបាននៅឯណា1ឲ្យមិត្តភ័ក្តិនិងគ្រួសាររួមចំណែកមិត្តភ័ក្តិនិងគ្រួសារល្អមានឥទ្ធិពលខ្លះដែលអាចជួយបំពេញការគ្រប់គ្រងស្មារតីរបស់យើងឡើងវិញបានវាជាជំនួយមួយដ៏ធំនៅពេលណាដែលមានអ្នកណាម្នាក់ធ្វើឲ្យអ្នកមានទំនួលខុសត្រូវបើសិនជាអ្នកបបួលមិត្តភ័ក្តិទៅរត់ហាត់ប្រាណជាមួយនឹងអ្នកនោះវាជួយឲ្យអ្នកក្រោកពីដំណេកពេលដែលអ្នកមិនចង់ក្រោកបើសិនជាគ្រួសាររបស់អ្នកទាំងមូលសម្រេចចិត្តញ៉ាំអាហារដែលផ្ដល់នូវសុខភាពល្អដើម្បីជួយដល់សមាជិកណាម្នាក់ដែលមានបញ្ហាបេះដូងនោះវានឹងបង្កភាពងាយស្រួលដល់សមាជិកគ្រប់រូបបើសិនជាមានអ្នកណាម្នាក់ចង់ឈប់ជក់បារីហើយមានអ្នកផ្សេងទៀតហៅគាត់ឲ្យធ្វើនេះធ្វើនោះរាល់ពេលដែលគាត់ចង់ជក់បារីនោះគាត់ទំនងជានឹងបានទទួលជោគជ័យចូលយើងជួយលើកទឹកចិត្តគ្នាទៅវិញទៅមកការធ្វើបែបនេះអាចជួយអ្នកនិងអ្នកផ្សេងទៀតបានច្រើនប៉ុន្តែវានៅតែងាយសម្រាប់យើងក្នុងការលួចញ៉ាំអាហារមិនល្អនិងផឹកស្រាបៀរយើងត្រូវតែសម្រេចចិត្តដោយខ្លួនយើងផ្ទាល់ហើយធ្វើតាមការសម្រេចចិត្តនោះឲ្យបានខ្ជាប់ខ្ជួន
អ្នកដទៃមិនអាចបំពេញការគ្រប់គ្រងស្មារតីរបស់យើងឡើងវិញបានទាំងស្រុងនោះទេ 2. សម្លឹងមើលផលប្រយោជន៍ជានិច្ច ដើម្បីជួយបំពេញការគ្រប់គ្រងស្មារតីរបស់អ្នកឡើងវិញវាជាការល្អខ្លាំងណាស់ដែលត្រូវរំលឹកឡើងវិញឲ្យបានញឹកញាប់នៅហេតុផលដែលអ្នកចង់ធ្វើល្អអត្ថពលិកតែងតែស្រមៃដល់រូបពានរង្វាន់នៅក្នុងគំនិតរបស់គេចូលដាស់តឿនខ្លួនអ្នកអំពីការប្រណាំងប្រជែងដែលអ្នកកំពុងតែព្យាយាមយកឈ្នះចូលសរសេរពីអត្ថប្រយោជន៍សំខាន់នៃការរស់នៅដែលពោរពេញទៅដោយសុខភាពល្អនៅលើក្រដាសហើយបិទវានៅលើជញ្ជាំងផ្ទះនៅក្នុងឡាននិងនៅត្រង់កន្លែងណាមួយនៅក្នុងការិយាល័យធ្វើការរបស់អ្នក 3. ជ្រើសរើសធ្វើការសាកល្បងម្ដងទៀត យើងទទួលបរាជ័យជាច្រើនលើកណាស់ក្នុងការគ្រប់គ្រងស្មារតីវាប្រៀបបានដូចជាអាគុយអស់ភ្លើងរលីងដូច្នោះដែរការបរាជ័យនេះងាយនឹងធ្វើឲ្យយើងបាក់ទឹកចិត្តហើយចង់បោះបង់ចោលការព្យាយាមរបស់យើងកន្លងមកយើងត្រូវតែសម្រេចចិត្តជាមុនថាយើងមិនត្រូវខឹងនឹងខ្លួនឯងទេប៉ុន្តែយើងត្រូវតែស្វែងរកមូលហេតុដែលធ្វើឲ្យយើងបរាជ័យហើយស្វែងរកវិធីដើម្បីប្ដូរផ្លូវដែលនាំឲ្យយើងធ្វើខុសព្រះគម្ពីរបានចែងថាត្បិតមនុស្សសុចរិតទោះបើគេដួលដល់7ដងក៏ដោយគង់តែនឹងក្រោកឡើងវិញបានសុភាសិតចំពុក24ខ16អកប្បកិរិយារបស់អ្នកឈ្នះគឺត្រូវតែក្រោកឈរហើយចាប់ផ្ដើមសារជាថ្មីមិនថាមានឧបសគ្គនៅរាំងមុខច្រើនយ៉ាងណានោះទេអ្នកឈ្នះត្រូវតែទៅឲ្យដល់គោលដៅចុងបញ្ចប់របស់គេ 4. ធ្វើការជ្រើសរើសផ្លូវដែលនាំមកនូវសុខភាពល្អ គ្រប់ទាំងជម្រើសដ៏ល្អត្រឹមត្រូវសម្រាប់សុខភាពដែលអ្នកបានជ្រើសរើសនឹងជួយពង្រឹងដល់ការតាំងចិត្តហើយនឹងសមត្ថភាពរបស់អ្នកក្នុងការជ្រើសរើសយកអ្វីដែលល្អនៅលើកក្រោយទៀតនៅពេលដែលអ្នកនិយាយថាទេទៅកាន់ទម្លាប់ដែលផ្ដល់ទុក្ខទោសហើយធ្វើអ្វីដែលល្អសម្រាប់អ្នកនិងគ្រួសាររបស់អ្នកនោះអ្នកនឹងទទួលបានរង្វាន់ដ៏មានតម្លៃជាច្រើនការបោះជំហានដំបូងនឹងធ្វើឲ្យមានភាពងាយស្រួលក្នុងការយកឈ្នះលើបញ្ហាដែលលំបាកជាងបញ្ហាដែលកំពុងតែជួប 5. ផ្ដោតគំនិតទៅលើពាក្យសម្ដីដែលមានឥទ្ធិពល បើសិនជាប្រពន្ធរបស់អ្នកស្ដីបន្ទោសអ្នកតើការស្ដីបន្ទោសនេះអាចជួយដល់អ្នកបានដែរឬទេបើសិនជាអ្នកស្រែកកំហុកដាក់កូនរបស់អ្នកនៅពេលណាដែលពួកគេធ្វើអ្វីខុសតើគេផ្លាស់ប្ដូរទេចម្លើយគឺទេពាក្យលើកទឹកចិត្តដែលទន់ភ្លន់គឺជាពាក្យដែលធ្វើឲ្យយើងប្រឹងប្រែងកាន់តែខ្លាំងឡើងហើយទទួលជោគជ័យយើងចង់ឮមិត្តភ័ក្តិរបស់យើងនិយាយដោយមានទំនុកចិត្តថាអ្នកអាចធ្វើបានតែគួរឲ្យស្ដាយជាច្រើនលើកច្រើនគ្រាណាស់ដែលសូម្បីតែមិត្តភ័ក្តិរបស់យើងក៏មិនជឿថាយើងអាចធ្វើបានដែរតើមានប្រភពនៃអំណាចណាដើម្បីប្រព្រឹត្តឲ្យបានត្រឹមត្រូវដែរឬទេឥឡូវនេះសូមរីករាយស្ដាប់នៅរឿងមួយដូចតទៅនៅថ្ងៃមួយមានអ្នកច្បាប់ម្នាក់បានចូលមន្ទីរពេទ្យ Seventh Day Adventist ដើម្បីចូលរួមក្នុងកម្មវិធីផ្ដាច់បារីគាត់មានបញ្ហាស្មុគស្មាញជាច្រើនហើយគាត់បានជក់បារីពី2ទៅ3កញ្ចប់ក្នុងមួយថ្ងៃគាត់បានសិក្សាឃើញថាការហាត់ប្រាណ
ការផឹកទឹកច្រើននិងការញ៉ាំបន្លែផ្លែឈើស្រស់ៗពិតជាមានប្រយោជន៍ខ្លាំងណាស់នៅពេលផ្ដាច់បារីទោះជាយ៉ាងណាក៏ដោយគាត់នៅតែមានការពិបាកក្នុងការផ្ដាច់បារីដដែលនៅថ្ងៃមួយគាត់បានប្រាប់អ្នកដឹកនាំកម្មវិធីថាខ្ញុំបានឮអ្នកនិយាយអំពីព្រះគម្ពីរដ៏មានអំណាចជាស្ដានិងអំពីព្រះដែលបានជួយដល់អ្នកខ្ញុំចង់ដឹងអំពីព្រះរបស់អ្នកដឹកនាំកម្មវិធីបានឲ្យព្រះគម្ពីរទៅគាត់មួយក្បាលហើយគាត់ក៏បានសិក្សាព្រះគម្ពីរនោះព្រះគម្ពីរបានដំណាលអំពីព្រះមួយអង្គដែលមានការអាណិតអាសូរចំពោះអ្នកជំងឺហើយជាអ្នកដែលបានផ្ដល់គតិបណ្ឌិតសម្រាប់សុខភាពនិងដំណោះស្រាយលើបញ្ហាទំនាក់ទំនងផ្សេងៗដែលបានចែងនៅក្នុងព្រះគម្ពីរនោះគាត់បានសិក្សាឃើញថាក្រុម Seventh Day Adventist ជាច្រើនអ្នកដែលបានធ្វើតាមកម្មវិធីស្ដារសុខភាពក៏មានការពិបាកក្នុងការគ្រប់គ្រងលើស្មារតីដើម្បីធ្វើការផ្លាស់ប្ដូរដែរពួកគេបានរកឃើញជំនួយដោយការផ្ចង់អារម្មណ៍ទៅលើព្រះបន្ទូលដ៏មានអំណាចជាស្ដាររបស់ព្រះពួកគេបានអធិដ្ឋានទៅកាន់ព្រះដោយហៅទ្រង់ថាជាព្រះវរបិតានៃមនុស្សលោកអ្នកច្បាប់រូបនេះបានសម្រេចចិត្តសាកល្បងធ្វើដូច្នេះដែរក្រោយមកគាត់បានទូរស័ព្ទទៅកាន់មន្ទីរពេទ្យដោយនិយាយថាអ្នកមិនអាចជួយខ្ញុំឲ្យផ្ដាច់បារីបាននោះទេប៉ុន្តែខ្ញុំបានអធិដ្ឋានហើយព្រះរបស់អ្នកបានផ្ដល់ឲ្យខ្ញុំនូវកម្លាំងចិត្តនិងអំណាចដែលជួយឲ្យខ្ញុំអាចផ្ដាច់បារីបានតើវាអាចជាការពិតដែរឬទេដែលថាមានអំណាចដ៏អស្ចារ្យនៅក្នុងគម្ពីរបុរាណដោយសារតែមានព្រះនៃឫទ្ធិចេស្តាមួយអង្គដែលបានផ្ដល់អំណាចចេស្តាដល់ព្រះបន្ទូលរបស់ទ្រង់តើនេះគឺជាមូលហេតុដែលធ្វើឲ្យព្រះគម្ពីរមានពេញទៅដោយគតិបណ្ឌិតលើផ្នែកសុខភាពដែលអ្នកវិទ្យាសាស្ត្របានរកឃើញនៅក្នុងសតវត្សចុងក្រោយឬវាធ្វើឲ្យយើងចង់ស្រាវជ្រាវរកឲ្យឃើញថានៅមានអ្វីខ្លះទៀតដែលមាននៅក្នុងទំព័រព្រះគម្ពីរទាំងនោះប្រហែលជាអ្នកចង់ធ្វើការសាកល្បងមើលដោយខ្លួនឯងហើយសូមអានខព្រះគម្ពីរខាងក្រោមហើយពិចារណាលើខទាំងនោះព្រមទាំងសូមឲ្យព្រះវរបិតានៃជីវិតជួយឲ្យអ្នកជ្រើសរើសយកជំរើសល្អៗទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្តប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយទំនុកដំកើងចំពុក119ខ11អ្នកស្ងួនភ្ងាអើយខ្ញុំប្រាថ្នាចង់ឲ្យអ្នកបានចម្រើនឡើងគ្រប់ចំពុកហើយឲ្យបានសុខសប្បាយខាងរូបសាច់ដូចជាប្រលឹងអ្នកបានចម្រើនឡើងដែរយូហានទី3ខ2មុននឹងត្រូវវិនាសនោះចិត្តរបស់មនុស្សកើតមានសេចក្តីឆ្មើងឆ្មៃឯសេចក្តីរៀបសារនោះរមែងតែនាំមុខកិត្តិយសវិញសុភាសិតចំពុក18ខ12សូមឲ្យព្រះនៃសេចក្តីសុខសាន្តញែកអ្នករាល់គ្នាចេញជាបរិសុទ្ធសពគ្រប់ហើយឲ្យទាំងព្រលឹងនិងវិញ្ញាណហើយរូបកាយទាំងមូលបានបំរុងទុកឥតសៅមងថេសាឡូនីកទី1ចំពុក5ខ23ពួកអ្នកដែលស្រឡាញ់ក្រឹតវិន័យត្រង់នោះមានសេចក្តីសុខដ៏លើសលប់ហើយគ្មានហេតុផលនិងជំពប់ដួលឡើយទំនុកដំកើងចំពុក119ខ165កម្លាំងជំរុញចិត្តខ្លាំងមួយដែលយើងមាននោះគឺជាការគិតអំពីអនាគតក្រោយពេលស្លាប់មនុស្សជាច្រើនជឿថាអ្វីដែលពួកគេធ្វើនៅក្នុងជីវិតបច្ចុប្បន្ននឹងប៉ះពាល់យ៉ាងខ្លាំងដល់អនាគតរបស់ពួកគេបើសិនជាយើងសាបព្រោះស្រូវនោះយើងនឹងទទួលបានស្រូវបើសិនជាយើងសាបព្រោះស្រងែនោះយើងនឹងទទួលបានស្រងែការនេះអាចជួយឲ្យយើងប្រើការគ្រប់គ្រងស្មារតីហើយធ្វើតាមអ្វីដែលល្អ
ដោយសង្ឃឹមថានឹងទទួលបាននូវអត្ថប្រយោជន៍នៅក្នុងជីវិតនេះហើយនិងតទៅអនាគតកាលពី2000ឆ្នាំមុននៅសម័យកីឡាអូឡ িম্প ិកបុរាណលោកប៉ូលដែលជាអ្នកសរសេរអត្ថបទនៅក្នុងព្រះគម្ពីរម្នាក់បានប្រៀបធៀបការរត់ប្រណាំងទៅនឹងការរស់នៅដ៏ល្អមួយគាត់បាននិយាយថាហើយអស់អ្នកដែលតយុទ្ធគ្នាគេខំអត់សង្កត់ចិត្តគ្រប់ចម្ពោះគឺធ្វើដូច្នោះដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុករលួយតែយើងរាល់គ្នាវិញគឺឲ្យបានមកុដមួយដែលមិនចេះពុករលួយឡើយកូរិនថូសទី1ចំពុះ9ខ25ការសាបព្រោះពូជល្អជ្រើសរើសដោយឆ្លាតវៃមានសេចក្តីសុខកាន់តែច្រើនមានសុខភាពល្អជាងមុនមិនសូវមានជំងឺនាំឲ្យគ្រួសារមានសុភមង្គលបង្កើននូវភាពជោគជ័យក្នុងការសិក្សានិងការងារកែប្រែការយល់ឃើញមនុស្សមួយចំនួននិយាយថាបើសិនជាវាធ្វើឲ្យមានអារម្មណ៍ល្អធ្វើវាចោះមនុស្សមួយចំនួនត្រូវបានបញ្ឆោតឲ្យគិតថាថ្នាំជក់គ្រឿងញៀននិងស្រាអាចជួយបំបត្តិការឈឺចាប់របស់ពួកគេបានតាមពិតរបស់គ្រោះថ្នាក់ទាំងនោះគឺជាសត្រូវដែលវាយប្រហារបំផ្លាញបេះដូងសុខភាពសេចក្តីសុខនិងផ្ទះសម្បែងរបស់យើងការយល់ខុសមួយទៀតគឺវាយ៉ាងដូចនេះខ្ញុំមិនចង់ឲ្យអ្នកណាម្នាក់ប្រាប់ខ្ញុំពីអ្វីដែលខ្ញុំត្រូវធ្វើនោះទេវាជាខ្លួនប្រាណរបស់ខ្ញុំហើយខ្ញុំនឹងធ្វើអ្វីដែលខ្ញុំចង់ធ្វើមនុស្សមួយចំនួនមានអារម្មណ៍ថាការដាក់កំណត់លើអ្វីដែលពួកគេចង់ញ៉ាំផឹកឬធ្វើគឺប្រៀបបានដូចជាទ្រង់សម្រាប់ឃុំឃាំងពួកគេអញ្ចឹងបើសិនជាពួកគេគិតពិចារណាឲ្យបានច្បាស់នោះពួកគេនឹងយល់ថាទ្រង់នោះមិនមែនសម្រាប់ឃុំឃាំងពួកគេនោះទេប៉ុន្តែទ្រង់គឺសម្រាប់ឃុំឃាំងការញៀននិងទម្លាប់អាក្រក់ដែលយាយីដល់ពួកគេវិញថ្នាំជក់គ្រឿងញៀនហើយនិងស្រាប្រៀបបានដូចជាខ្លាចំគួតដែលចង់ហែកគ្រួសាររបស់យើងជាជំរាកទូចមានតែអ្នកដែលសម្រេចមិនប៉ះពាល់ឃាតករទាំងនោះទេទើបអាចមានសេរីភាពយ៉ាងពិតប្រាកដបានអស់អ្នកណាដែលនិយាយថាពួកគេនឹងធ្វើអ្វីដែលពួកគេចង់ធ្វើនៅទីបញ្ចប់ពួកគេនឹងក្លាយទៅជាទាសកររបស់ទម្លាប់ខ្លួនឯងហើយនឹងក្លាយទៅជាជនរងគ្រោះនៃការញៀនថ្នាំចូលមើលឲ្យដឹងពីការយល់ខុសបន្តទៅទៀតដើម្បីឆ្ពោះទៅកាន់ភាពរីករាយនិងសេចក្តីសុខការផ្ដល់ឲ្យនិងការទទួលបានការធ្វើការផ្លាស់ប្ដូរទ្រង់ទ្រាយធំមិនមែនជាការងាយស្រួលឡើយបើសិនជាគ្មានជំនួយពីមិត្តភ័ក្តិនិងក្រុមគ្រួសារទេនោះតើអ្នកណាខ្លះដែលអ្នកស្គាល់អាចនឹងទទួលបានអត្ថប្រយោជន៍ពីមេរៀននេះចូលអញ្ជើញអ្នកដទៃទៀតឲ្យចូលរួមពិភាក្សាជាមួយនឹងអ្នកអំពីជំហាននៃការកែប្រែជីវិតឆ្ពោះទៅកាន់សុខភាពល្អនេះនោះអ្នកនឹងមិនចាំបាច់និយាយថាទេខ្ញុំមិនអាចធ្វើកើតទេទៅកាន់មនុស្សច្រើនអ្នកឡើយបើសិនជាអ្នកមានកូនពួកគេនឹងទទួលបានជំនួយជាពិសេសតែម្ដងនៅពេលដែលពួកគេឃើញឪពុកម្ដាយរបស់ពួកគេធ្វើការសម្រេចចិត្តបានយ៉ាងល្អនៅក្នុងពេលមានសេចក្តីល្បួងព្រោះមិនយូរប៉ុន្មានពួកគេនឹងជួបប្រទះសេចក្តីល្បួងដែលនៅចំពោះមុខជាច្រើនដូចជាការជក់បារីការប្រើប្រាស់គ្រឿងញៀនការផឹកស្រានិងបញ្ហាទំនាក់ទំនងជាដើមកូនគឺជាអំណោយដ៏ពិសេស
ដែលយើងទទួលបានការជ្រើសរើសរបស់យើងជះឥទ្ធិពលលើពួកគេយ៉ាងខ្លាំងប្រហែលជាអ្នកក៏អាចជួយអ្នកណាម្នាក់ដែលអ្នកស្គាល់ជាអ្នកដែលកំពុងតែមានបញ្ហាជាមួយនឹងការញៀនថ្នាំពួកគេត្រូវការអាណិតអាសូរនិងការលើកទឹកចិត្តដែលពោរពេញទៅដោយសេចក្តីសង្ឃឹមរបស់អ្នកតើអ្នកណាទៅដែលអ្នកអាចជួយបានមានមនុស្សជាច្រើនប្រៀបបានដូចជាមនុស្សម្នាក់ដែលកំពុងតែបណ្ដែតខ្លួនលើក្បូនតាមដងស្ទឹងឆ្ពោះទៅកាន់ទឹកធ្លាក់មួយបើសិនជាយើងមិនដាស់តឿនគេពីគ្រោះថ្នាក់ទេមិនយូរទេពួកគេនឹងត្រូវស្លាប់ប៉ុន្តែពួកគេអាចនៅមានជីវិតបើសិនជាយើងប្រាប់ពួកគេឲ្យបានទាន់ពេលមនុស្សមួយចំនួនដែលបានធ្វើតាមកម្មវិធីស្ដារសុខភាពបានរកឃើញសេចក្តីអំណរក្នុងការស្ម័គ្រចិត្តចូលរួមក្នុងមជ្ឈមណ្ឌលផ្ដាច់គ្រឿងញៀនដើម្បីជួយមនុស្សឲ្យមានសេរីភាពចេញពីទម្លាប់អាក្រក់របស់ពួកគេអ្នកប្រហែលជារីករាយក្នុងការធ្វើបែបនេះដែរឬក៏ជួយអប់រំក្មេងៗអំពីការបង្ការជំងឺអេដស៍ហើយនិងអំពីរបៀបកិច្ចពីថ្នាំជក់ស្រានិងគ្រឿងញៀនមានមនុស្សជាច្រើននៅក្នុងទ្វីបអាស៊ីបានចាប់ផ្ដើមជក់បារីតាំងពីពួកគេនៅក្មេងៗយើងអាចជួយមនុស្សជាច្រើនឲ្យគេចផុតពីការជក់បារីនៅមុនដែលពួកគេធ្លាក់ក្នុងអន្ទាក់ដើមឈើនៃសុខភាពពេញលេញបើសិនជាមែកឈើមួយមានជំងឺឬប៉ារ៉ាស៊ីតដុះពីលើវាមិនយូរប៉ុន្មានបញ្ហានៅលើមែកឈើមួយនោះនឹងរាលដាលទៅកាន់មែកឈើដទៃទៀតដើមឈើទាំងមូលនឹងត្រូវបាត់បង់ភាពរឹងមាំរបស់វានេះគឺជាហេតុផលដ៏សំខាន់ដែលអ្នកធ្វើចំការត្រូវតែប្រុងប្រយ័ត្ននិងថែទាំដើមឈើទាំងមូលឲ្យបានល្អដោយព្រោះជីវិតរបស់យើងប្រៀបបានដូចជាដើមឈើមួយដើមយើងក៏ត្រូវតែធ្វើយ៉ាងណាឲ្យផ្នែកនីមួយៗនៃជីវិតរបស់យើងទទួលបានជំនួយពីសេចក្តីពិតដែលយើងបានរកឃើញនៅក្នុងព្រះគម្ពីរនិងនៅក្នុងធម្មជាតិនៅក្នុងមេរៀននេះយើងបានឃើញពីសារៈសំខាន់នៃប្រយោគដែលថាជ្រើសរើសដោយឆ្លាតវៃបើសិនជាយើងប្រើប្រាស់ប្រាជ្ញាដើម្បីជ្រើសរើសកិច្ចពីគ្រឿងញៀនហើយនឹងស្រានោះយើងនឹងមានសុខភាពរាងកាយល្អប្រសើរជម្រើសដ៏ឆ្លាតវៃនេះក៏អាចជួយដល់សុខភាពផ្លូវចិត្តរបស់យើងបានដែរព្រោះថាស្រានិងគ្រឿងញៀនមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើចិត្តគំនិតជម្រើសនេះថែមទាំងអាចជួយដល់សុខភាពទំនាក់ទំនងរបស់យើងបានទៀតផងព្រោះវាអាចជួយឲ្យយើងចេះធ្វើល្អទៅកាន់សមាជិកគ្រួសាររបស់យើងការចេះគ្រប់គ្រងស្មារតីជួយឲ្យជីវិតរបស់យើងគ្រប់ផ្នែកបានពេញលេញនិងមានសុខភាពល្អស្រេចលើអ្នកចុះអ្នកវិញតើអ្នកនឹងជ្រើសរើសជៀសឲ្យផុតពីគ្រឿងបំពុលទាំងនេះហើយប្រើប្រាស់នៅអ្វីដែលល្អដោយចេះធ្វើការប៉ាន់ប្រមាណដែរឬទេការលះបង់នៅសេចក្តីប៉ងប្រាថ្នានិងទម្លាប់អាក្រក់ហាក់ដូចជាមានការលំបាកខ្លាំងណាស់អ្នកប្រហែលជាជឿជាក់ថាការធ្វើបែបនេះពិតជាមានប្រយោជន៍ណាស់សម្រាប់អ្នកដូច្នេះសូមធ្វើការជ្រើសរើសហើយធ្វើការប្រណាំងប្រជែងដើម្បីឲ្យឈ្នះរង្វាន់អ្នកដែលមានខួរក្បាលជ្រះថ្លាគ្មានជាតិគីមីនិងការញៀនថ្នាំមានភាពងាយស្រួលក្នុងការគិតបានច្បាស់លាស់ធ្វើការសម្រេចចិត្តបានល្អហើយទទួលបានសេចក្តីសុខច្រើនជាងអ្នកដែលមានជាតិគីមីនិងថ្នាំញៀននៅក្នុងខួរក្បាលសូមគូគ្រឹះនៅត្រង់ជម្រើសដែលអ្នកចង់ជ្រើសរើសនៅថ្ងៃនេះ
ខ្ញុំនឹងប្រើប្រាស់អំណោយទាននៃការជ្រើសរើសរបស់ខ្ញុំក្នុងការសម្រេចចិត្តឲ្យបានល្អដើម្បីសុខភាពនិងអនាគតរបស់ខ្ញុំខ្ញុំនឹងធ្វើជាដៃគូនឹងធ្វើជាឪពុកម្ដាយដែលស្មោះត្រង់ខ្ញុំជ្រើសរើសមិនសាកល្បងផឹកស្រាជក់បារីឬប្រើប្រាស់គ្រឿងញៀនទេខ្ញុំនឹងជួយអ្នកដទៃទៀតឲ្យយកឈ្នះលើទម្លាប់អាក្រក់ឬការញៀនដែលផ្ដល់ទុក្ខទោសដល់គេខ្ញុំនឹងធ្វើតាមការបដិញ្ញាចិត្តដែលខ្ញុំបានធ្វើស្ដីអំពីទឹកហើយនឹងពន្លឺព្រះអាទិត្យសូមឲ្យមានក្តីសុខជាមួយនឹងសុខភាពដែលប្រសើរចូលចងចាំថាជ្រើសរើសដោយភាពឆ្លាតវៃចំណុចដែលគួរពិចារណាទន្ទិញហើយគិតត្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹមហើយរបស់ទាំងប៉ុន្មានដែលមនុស្សនឹងប្រាថ្នាចង់បាននោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផងសុភាសិតចំពុក8ខ11តើសេចក្តីពងប្រាថ្នានិងអកប្បកិរិយាដ៏ឈឺចាប់បែបណាដែលខ្ញុំកំពុងតែឲ្យតម្លៃច្រើនជាងសេចក្តីព្រានប្រដៅដែលអាចជួយដល់ខ្ញុំនិងគ្រួសាររបស់ខ្ញុំសេចក្តីអធិដ្ឋាននៅពេលនេះខ្ញុំសូមអធិដ្ឋានពិសេសសម្រាប់ទស្សនិកជនយើងទាំងអស់គ្នាសូមអធិដ្ឋានពេលនេះជាមួយនឹងខ្ញុំអោព្រះបិតានៃជីវិតការធ្វើអ្វីដែលត្រឹមត្រូវហាក់ដូចជាពិបាកតែការធ្វើអ្វីដែលមិនត្រឹមត្រូវហាក់ដូចជាងាយស្រួលទៅវិញសូមទ្រង់ជួយពង្រឹងកម្លាំងទូបង្គំឲ្យជ្រើសរើសរហូតទាល់តែទូបង្គំរីករាយនឹងធ្វើនៅអ្វីដែលប្រសើរបំផុតសម្រាប់ខ្លួនប្រាណគ្រួសារនិងអនាគតរបស់ទូលបង្គំអាមែនមេរៀនយើងនៅថ្ងៃនេះសូមចប់តែត្រឹមនេះសូមអរគុណដែលបានទស្សនារឿងរ៉ាវដែលទាក់ទងទៅនឹងសុខភាពនេះខ្ញុំក៏សង្ឃឹមថាអ្នកនឹងបន្តទស្សនាមេរៀនស្ដារសុខភាពនេះជាបន្តទៅទៀតសូមអរគុណសូមជម្រាបលាមេរៀនបន្ទាប់6ជំហានដើម្បីគេចពីផ្សែងអាប់នៅក្នុងទីក្រុងគន្លឹះ3ដើម្បីធ្វើឲ្យអ្នកតវ៉ាគ្រប់រូបស្ងាត់មាត់គន្លឹះ2សម្រាប់ការគេងលក់ស្រួលនៅពេលយប់វិស្មការដ៏អស្ចារ្យមួយ